ភាពដែលគាត់កំពុងតែធ្វើការធ្វើនំបាទធ្វើនំនោះដូចបងប្អូនស្គាល់ហើយបាទនំនេះគឺគេហៅថានំចុកបាទនំចុកខ្មែរយើងណាភាសានិយាយលេងថានំកុហកហ្នឹងចឹងហើយដែរបងគេថានំកុហកដោយសារព្រោះនំអត់បញ្ចុកយើងទេគឺយើងបញ្ចុកខ្លួនឯងជាស្រ័យបាទនិយាយលេងបាទចឹងនេះគឺជាសកម្មភាពដែលគាត់កំពុងតែធ្វើនំចុកដើម្បីធ្វើការវេចខ្ចប់ក៏ដូចជាឲ្យទាន់អតិថិជនបាទចឹងឃើញថាការដុតភ្លើងដោយមានដាក់ដេញកាមក៏ដូចជាបន្តិចឈើហើយណាមួយទៀតហ្នឹងគឺគាត់ធ្វើខ្លួនឯងបាទពុកម៉ែបងប្អូនបាទគឺគាត់ធ្វើការស្ងោរនំកាច់នំដាក់ប៉ែនដាក់អីចឹងណាបាទចឹងនំរបស់គាត់គឺមានរសជាតិឆ្ងាញ់ហើយណាមួយគាត់ធ្វើភ្លាមក្តៅចឹងគឺថានំរបស់គាត់គឺទន់ល្អបាទបើអ្នកដែលធ្លាប់ហូបខ្ញុំជឿថាយើងអាចដឹងហើយបាទចឹងជួយ comment អ្នកមួយមកបាទនេះគឺគាត់ខ្ញុំចង់រំលឹកអនុស្សាវរីយ៍កាលពីខ្ញុំទៅក្រោយពីដើរដំណើរកម្សាន្តលេងចឹងទៅក៏ហត់ហេវក៏ឃើញដល់កន្លែងគាត់នៅក្បែរប្រទីឈើបាទចឹងក៏យើងធ្វើការចូលបាទហើយក៏សូមគោរពជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតបាទជួបជាមួយនឹងខ្ញុំបាទទៀតហើយបាទថ្ងៃនេះខ្ញុំមកបាទអារម្មណ៍ពុកម៉ែបងប្អូនបាទមកទស្សនានៅទស្សនភាពបាទនៅបានរមណីយដ្ឋានសាទបាទចឹងដូចតែពុកម៉ែបងប្អូនឃើញបាទនេះគឺជាខ្ញុំចង់បង្ហាញពីស្ពានពងដែលទឹកបាទក្នុងវីដេអូនេះខ្ញុំចង់បង្ហាញទៅនឹងអនុស្សាវរីយ៍កាលពីស្ពាននៅកសិនគោបាទចឹងនៅកសិនគោកាលពីមុនគឺស្ពានថ្មដូច្នេះហើយក៏គេបានធ្វើស្ពានពងប្រដាប់ទឹកនេះបាទហើយយើងក៏ធ្វើការឆ្លងទៅឆ្លងមកចឹងណាចឹងនេះក៏ជាទស្សនភាពចង់បង្ហាញបងប្អូនពីដំណើរកម្សាន្តលេងនៅសត្វវត្តតែបានចង់បង្ហាញចូលអំពីស្ពានដែលទឹកទេណាការដើរលើស្ពានហ្នឹងគឺយើងដើរលេងលើពងហ្នឹងគឺពេញពើងចឹងណាបាទវាទុកខ្លួនយើងបានយើងដើរទឹកមែនក៏ប៉ុន្តែយើងដើរក៏រៀងគិតកើបដែរប៉ុន្តែมันជាធ្វើទេពុកម៉ែបងប្អូនបាទដោយសារមានការថ្លឹងថ្លែងឲ្យច្បាស់លាស់ចឹងណាហើយនេះគឺជាទស្សនភាពបន្តទៀតទៅនឹងស្ពាននៅប្រាសាទនិព្វានបាទចឹងឃើញថានេះគឺរូបភាពកាលពីនៅCome onឈូតដោះមានអីចឹងណាបាទចឹងឃើញថាទស្សនភាពឆ្លាស់ល្អបាទហើយគប់សំនឹងគឺជាវីដេអូយូរហើយតែគាត់ថាខ្ញុំចង់លើកយកមកបង្ហាញដើម្បីជាសកម្មភាពបង្ហាញពីអដេញដែលយើងដាក់ជាអនុស្សាវរីយ៍ចឹងណាបាទចឹងក៏ចង់បង្ហាញបងប្អូនបានឃើញចឹងទស្សនភាពក៏មិនខុសប្លែកអីពីបច្ចុប្បន្នទេគាត់ថាវាមួយមុនមួយក្រោយចឹងណាបាទហើយក្រោយពីធ្វើការដំណើរកម្សាន្តទៅតាមប្រាសាទហើយក៏ថ្ងៃនេះក៏មកអារម្មណ៍បងប្អូនមកទស្សនភាពតាមដាននៅទស្សនភាពជាក់ស្ដែងមួយនៅក្នុងកន្លែងបងប្រុសម្នាក់ហៅថាដុំទឹកវល់បាទចឹងខ្ញុំអាចថាទឹកវល់ចោះនៅហៅថាទីឈើចឹងណាបាទហើយនេះជាទស្សនភាពដែលគាត់កំពុងតែធ្វើការធ្វើនំបាទធ្វើនំនោះដូចបងប្អូនស្គាល់ហើយបាទនំនេះគឺគេហៅថានំចុកបាទនំចុកខ្មែរយើងណាភាសានិយាយលេងថានំកុហកណាចឹងហើយដែរបងគេថានំកុហកដោយសារព្រោះនំអត់បញ្ចុកយើងទេគឺយើងបញ្ចុកខ្លួនឯងជាស្រ័យបាទនិយាយលេងបាទចឹងនេះគឺជាសកម្មភាពដែលគាត់កំពុងតែធ្វើនំចុកដើម្បីធ្វើការវេចខ្ចប់ក៏ដូចជាឲ្យទាន់អតិថិជនបាទចឹងឃើញថាការដុតភ្លើងដោយមានដាក់ដេញកាមក៏ដូចជាបន្តិចឈើហើយណាមួយទៀតហ្នឹងគឺគាត់ធ្វើខ្លួនឯងបាទពុកម៉ែបងប្អូនបាទគឺគាត់ធ្វើការស្ងោរនំកាច់នំដាក់ប៉ែនដាក់អីចឹងណាបាទចឹងនំរបស់គាត់គឺមានរសជាតិឆ្ងាញ់ហើយណាមួយគាត់ធ្វើភ្
ភ្លាមក្តៅចឹងគឺថានំរបស់គាត់គឺទន់ល្អបាទបើអ្នកដែលធ្លាប់ហូបខ្ញុំជឿថាយើងអាចដឹងហើយបាទចឹងជួយ comment អ្នកមួយមកបាទនេះគឺគាត់តែខ្ញុំចង់រំលឹកអនុស្សាវរីយ៍កាលពីខ្ញុំទៅក្រោយពីដើរដំណើរកម្សាន្តលេងចឹងទៅក៏ហត់ហេវក៏ឃើញដល់កន្លែងគាត់នៅក្បែរប្រទីឈើបាទចឹងក៏យើងធ្វើការចូលទៅកម្មង់ដើម្បីហូបចឹងណាបាទហើយក្នុងនោះក៏មានលក់ច្រើនបងប្អូនបាទមានតាំងពីកូនមានតាំងពីត្រីមានអាំងអីចឹងណាបាទតែខ្ញុំមិនបានថតដូចច្រើនទេគាត់តែចង់ឲ្យឃើញអំពីសកម្មភាពដែលគាត់ការធ្វើនំអញ្ចឹងណាបាទចឹងការធ្វើនំចុកខ្មែរគឺមានបែបផែនច្រើនបងប្អូនតែប៉ុន្តែនេះខ្ញុំចង់បង្ហាញតែប៉ុណ្ណឹងគឺព្រោះយើងគ្រាន់ពីការកិនម្សៅកាច់ម្សៅអីណានៃវែងឆ្ងាយចឹងនេះខ្ញុំគាត់នឹងបង្ហាញទៅពេលមានម្សៅហើយគឺគាត់គាត់ដាក់ចូលក្នុងពុំប៉ែនហ្នឹងមកទៅគាត់សង្កត់វានៅលើទឹកក្តៅដែលគាត់កូររួចចឹងណាបាទដូច្នេះហើយក៏ពេលដែលវាមុំមកគាត់ដឹងថាប៉ុណ្ណាមុំមកឆ្អិនហើយគាត់ក៏យកកញ្ច្រែងរបស់គាត់ហ្នឹងបាទដើម្បីជោគដួសមកដើម្បីធ្វើការដាក់ទឹកបាទពេលជាផងដែរទៅទៅនឹងនំចុកនេះគឺយើងត្រូវការទឹកច្រើនបងប្អូនបាទគឺត្រូវការទឹកដើម្បីលាងឬក៏ឲ្យអ៊ុនព្រោះកាលណាទឹកយើងយកនំចេញពីទឹកក្តៅមកគឺវាក្តៅខ្លាំងអញ្ចឹងយើងត្រូវការលាងត្រូវការស្អំវាអញ្ចឹងណាបាទដើម្បីឲ្យប្រពន្ធរបស់គាត់ធ្វើការចាប់កូនថ្លឹងអញ្ចឹងទៅអញ្ចឹងណាហើយនេះទៅជាប់ក្មេងបាទចាំបាទចឹងឃើញថាក្រោយពីបានហើយក៏ត្រឡប់ទៅដល់ផ្ទះវិញបាទចឹងក៏គប់ផ្សំនឹងកូនក៏ចង់ញ៉ាំនំខេកក៏ទិញនំខេកធ្វើជាផ្លុំលេងឲ្យកូនហ្នឹងណាបាទចឹងគឺធម្មតាទេបាទកើតអនុស្សាវរីយ៍ឲ្យពួកគាត់បាទចឹងក្រោយពីនោះទៅចឹងទៅក៏យើងកើតមានអនុស្សាវរីយ៍នៅផ្ទះខ្លះហើយក្រោយពីញ៉ាំនំខេកអីចឹងទៅរួចក៏បាទជុំគ្នាបាទកូនក្មេងតែប៉ុណ្ណឹងបងប្អូនបាទនៅផ្ទះគឺមានកន្លែងគេហៅថាកូនឡានកូនអីលេងទៅហើយក៏ល្បែងកំសាន្តរបស់ក្មេងដូចបងប្អូនដឹងស្រាប់ហើយគឺបាទមានលោតពូកផងអីផងបាទខ្សែទាញលេងនេះនោះចឹងមិនថាមិនខុសគ្នាទេបងប្អូនតាមសម័យកាលចំនួនបាទគឺថាក្មេងៗមិនខុសពីចាស់មុនមិនខុសពីក្មេងឡើយចឹងដោយសារបរិបទសង្គមសម័យកាលចឹងទៅក៏តែប៉ុណ្្នឹងចឹងណាបាទហើយសម្រាប់វីដេអូខ្ញុំក៏ដូចជាមិនមានអីច្រើនទេបងប្អូនក៏ចង់បង្ហាញអំពីទស្សនវិជ្ជាបាទការធ្វើនំក៏ដូចជាដំណើរកម្សាន្តហើយណែមើលមកខាងនេះបាទតារាអ្នករាំអ្នករែកបាទចឹងឃើញថាដល់ហើយរៀងមិនបាច់មើលទេរៀងបាទអូបាទចឹងមិនថាយើងត្រូវតែបង្កើតការសប្បាយរីករាយឲ្យខ្លួនឯងចឹងណាបង្កើតភាពសប្បាយឲ្យខ្លួនឯងបាទជីវិតនឹងវាមានន័យបាទ